rừng group ba trong phong nắng ai đang trong phong hai chục group ba đang phiêu bay và sầm sầm trong nè đi đâu admin là toàn bật bị người tè chẳng ai hiện trời lê lò chờ nè cùng chăm dưới đưa sang cho mỗi adminទាំងអស់គ្នាខ្ញុំចាំបានថាខ្ញុំនឹងត្រង់មិនធ្លាប់រៀបការអញ្ចឹងមានន័យថាមិនតាន់ពាក់ព័ន្ធនឹងគ្នាស្រាប់ហើយខ្ញុំនឹងសរសេរលិខិតជាផុតតាំងទុកថាយើងគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេអ្នកទាំងអស់គ្នាជួយធ្វើជាសាក្សីផងលិខិតផ្ដាច់ពាក្យចាប់ពីថ្ងៃនេះទៅសៀនទៀនម៉ែនឹងចេញគប់ដាច់ចំណងពីគ្នាហើយរាល់បណ្ដាការត្រូវគគលត្រឡប់ទៅវិញការផ្ដាច់ចំណងនេះធ្វើឡើងដោយស្ម័គ្រចិត្តគ្មានសោកស្ដាយគ្មានទំនាក់ទំនងអ្វីអស់ចាប់ពីថ្ងៃនេះទៅហើយលិខិតនេះអាចប្រើប្រាស់បានគ្រប់ពេលវេលាត្រូវការក្រែងនាងបេជ្ជៈថានឹងរៀបការជាមួយនឹងត្រង់ឲ្យបានឬក៏គ្រាន់តែបែកក្បាលប៉ុណ្ណឹងបដូរចិត្តហើយសរសេរបានស្អាតណាស់ប៉ុន្តែយប់ឡើងកុំខ្ញុំប្រាប់ឪណានាំពិបាកដល់ឪទៅសុំឲ្យព្រះអង្គឲ្យមកយកវិញអ្នកទាំងអស់គ្នាជួយជាសាក្សីសិនទៀនមកខ្ញុំមិនក្បត់សម្ដីខ្លួនឯងទេហើយបើក្បត់សម្ដីពេលណានឹងវិញ្ញាដូចនឹងបន្តោងគុជនេះនោះជាបន្តោងមិនចាំចិត្តដែលយើងជាអ្នកញ៉ាឲ្យនាងតែងរក្សាទុកដូចជាទ្រព្យដ៏មានតម្លៃនាងតែងទៅទុកវាតាមខ្លួនដោយប្រុងប្រយ័ត្នមិនឲ្យបែកតែថ្ងៃនេះនាងបោកវានៅចំពោះមុខយើងច្បាស់ណាស់ថាយើងមិនត្រូវការនាងទៀតទេតែនាងធ្វើឲ្យគេមើលមកយើងថាជាមនុស្សដែលត្រូវគេបោកបោះទៅវិញនិយាយបានល្អសង្ឃឹមថានាងធ្វើបានដោយសម្ដីគុំអាងអីធ្វើពុតជាស្លាប់ដូចមុននេះចាប់ពីថ្ងៃនេះទៅនាងជាអនាគតអ្នកមនាងរបស់យើងយល់ល្អរៀងគោរពនាងឲ្យហើយទៅពេលជួបលើកក្រោយតែបងស្រីនៅតែជាបងស្រីមិនចាំបាច់គោរពអីនោះទេប្អូនស្រីបងមានប៉ុន្មានឃ្លាជាបណ្ដាំសង្ឃឹមថាប្អូននឹងចងចាំដោយការគិតបងចង់និយាយកំណាព្យជូនបងមែនទេចាប្រកាសរីកថ្ងៃនេះរូបរាថ្ងៃស្អែកតើស្រីល្អតើស្រស់ល្អឯងបានយូរប៉ុណ្ណាជាមួយស្នេហាតែរូបខាងក្រៅអ្នកនាងសិនអស់សាមមិនកំណាប់នេះត្រូវហើយស្ដាប់ទៅធម្មតាតែបង្កប់អត្ថន័យសំណាងណាស់បានធ្វើជាសាក្សីសម្ដីមាសបងស្រីសម្បត្តិអីធ្វើពិតដូចជាខ្លួនឯងជាអ្នកខ្ពស់ខ្ពង់ព្រះអង្គជាអំណោយពីអាទិទេពហើយក៏ជាសំណាប់បេះដូងនារីគ្រប់គ្នាក្នុងផែនដីយើងនេះឬក៏បងខ្មាស់គេដែលត្រូវផ្ដាច់ពាក្យដោយសារតែខ្លួនឯងទ្រាំទ្រជាមួយនឹងជំងឺអាសោចនោះហើយខ្លាចថាត្រូវបានបាត់មុខកាលពីយូរលង់ណាស់មកហើយពុកបានយកមាន់មួយមកឲ្យខ្ញុំស្អីគេនោះនាងនិយាយរឿងអីអត់យល់ប្រយោគនេះមានន័យថាម៉េចសុទ្ធអត់យល់ប្រយោគនេះមានន័យថាម៉េចសុទ្ធមិនដឹងដែរឬក៏បាយសតិខ្លាចជានារីក្លាហានហើយវាខុសពីមាន់ធម្មតាវាល្អខ្លាំងណាស់ហើយខ្ញុំក៏ធ្លាប់ចូលចិត្តវាតែក្រោយមកបងស្រីខ្ញុំក៏បែបតែអាមន់នោះដែរពេញចិត្តអាមន់នោះដែរអញ្ចឹងខ្ញុំគួរធ្វើម៉េចមានតែឲ្យនេះមកពីអី
ដោយសារតែមន់ទោះបីវាល្អមកប៉ុណ្ណាក៏នៅតែជាមន់ខ្ញុំមិនមែនជាមេមន់មានហេតុផលអីត្រូវងប់ងល់នឹងវាមន់វារកមន់មន់វារកមន់វាគ្នានឹងហើយហាហាអ្នកនាងសិននេះមាត់ក្បាច់ក្បត់ចិត្តមែនមិនចេះដោយពាក្យអសុរោះទេតែនៃដល់កហើយហាហាម្នាក់ជាមន់ឈ្មោះម្នាក់ជាមន់ញីមន់រកមន់គ្នាវាហាហាឯងគ្រាន់តែស្រមៃសើចចង់ងាប់ហើយហាហាពួកគេទាំងអស់គ្នានៅតែបន្តខ្សឹបខ្សៀវពីអ្នកនោះច្បាស់ជាមួម៉ៅចិត្តឆ្កួតហើយសំខាន់អត់ហ៊ានតមាត់ទេព្រោះបើតស្មើនឹងទទួលស្គាល់ថាខ្លួនឯងជាមន់ដោយគេគិតមិនខានទេសិនទៀនម៉ែកុំឲ្យដល់វេនយើងឲ្យសោះចាំតែមើលទៅមន់ញីមន់ឈ្មោលមកពីណានាងនោះឆ្កួតទេអីបិទមកទៅព្រះអង្គបងជាអ្នកណាហេតុអីមកលួចស្ដាប់គេត្រង់នេះហាហាម្ដេចក៏ស្រីម្នាក់នេះធ្វើមកប្រកែកម្លេះខ្ញុំថាព្រះអង្គពេលនេះខំមិនល្មមទេស្រួលមិនស្រួលដុតផ្ទះគេទៀតប៉ិតនោះបរមនេះនឹងបរអបកឈប់នឹងគាត់គឺជាព្រះអង្គទី2កុំប្រសាអេដមីនចឹងណាកុំឲ្យសាំតបាយមកអេដមីនតោះចូលយើងតោះស្រីម្នាក់នោះមើលទៅខុសពីពាក្យចោសចាំរំដោយនិយាយពីនាងពិតជាប្លែកមែនក្រៅពីរឿងថានាងមានក្លិនមិនល្អជាប់ខ្លួនក៏ឮថានាងមិនឆ្លាតហើយបើមនុស្សប្រុសចង់រៀបការជាមួយនាងគឺគ្រាន់តែចង់បានដំណើរភ្ជាប់ពាក្យជាមួយលោកឧត្តមសេនីយ៍តែប៉ុណ្ណោះអនុទី6មនុស្សប្រុសធម្មតាខ្លះក្រែងថាមិនសមនឹងគុណតម្លៃរបស់នាងនិយាយទៅទោះខ្ញុំចង់និយាយថាអ្នកគ្នាទោះសិនបើយើងមាត់មាសប៉ុន្តែទោះប្រុសបើយើងនេះហ្នឹងហើយអ្នកគ្នាដែលប្រអប់ខ្មែរហ្នឹងគឺចេះសម្ដីមាត់ពេចអ្នកគ្នាចេះខ្ញុំអានតាមប្រូគេខាងក្រោមទៅគុំសាំតបែមកអេដមីនទៀតអេដមីនបញ្ជូចិននិយាយតបែតោះគុំវិញឆ្ងាយប្រូមានស្រីស្អាតល្អច្រើនកកមិនដែលឃើញបោះសរសើរអ្នកណាហេតុអីរៀបរាប់សរសើរស្រីដែលមានក្លិនចម្លែកទៅវិញតើហ៊ូមិនទិញបងទៅទិញតើហ៊ូស្អុយទៅចឹងគឺមកយើងមានតែប៉ុណ្្នឹងអ្នកគ្នាអេដមីនអធិស្ឋានហងពួកឥឡូវអេដមីនរៀងអាប់ដេតដែរចេះតុងសម្លេងមានប៉ុណ្ណឹងបាយបាយអ្នកគ្នាដែលបានទស្សនាហើយកុំភ្លេចចុច Subscribe ផងពួកសិនមានអ្នកគេចុច Subscribe ឲ្យអេដមីនហើយចុចញ៉ាំបេដៃទេមើលច្រើនមែនតែចុចញ៉ាំបេដៃទេមានប៉ុណ្ណឹងបាយច្រើនណាស់អេដមីនអូមឡងចៅប៉ុណ្ណឹងហើយបាយបាយ